ពីអ្នកចិញ្ចឹមទាក្រីក្រម្នាក់ក្លាយជាមហាសេដ្ឋី Red Bull Red Bull ផ្ដល់ស្លាប់ឲ្យអ្នក Red Bull គឺជា brand ដ៏ល្អបំផុតមួយរបស់ពិភពលោកត្រូវបានចែកចាយជាង170ប្រទេសនិងប្រហែលជា 7.9 លានកំប៉ុងត្រូវបានលក់ជារៀងរាល់ឆ្នាំដែលជាងមួយកំប៉ុងសម្រាប់មនុស្សម្នាក់នៅលើភពផែនដីជាភេសជ្ជៈដែលពោរពេញដោយជាតិកាហ្វេអ៊ីនជាទីពេញចិត្តរបស់បុគ្គលិកការិយាល័យដែលងងុយដេកនិងសិស្សសាលាដែលកំពុងត្រៀមប្រឡងប៉ុន្តែតើអ្នកដឹងទេថាដើមឡើយគោលដៅរបស់វាត្រូវបានគេកំណត់លើកម្មករនៅឯប្រទេសថៃឯណោះទេវាត្រូវបានបង្កើតឡើងដោយបុរសម្នាក់ដែលធ្លាប់ជាកសិករចិញ្ចឹមទាក្រីក្រម្នាក់ពេលដែល Red Bull វាលុកទីផ្សារដំបូងគឺគ្មានអ្វីដូចវានោះទេគឺមិនមែនទីផ្សារភេសជ្ជៈបើកម្លាំងឡើយហើយភាគច្រើនសិតតែគិតថា Red Bull នឹងបរាជ័យប៉ុន្តែស្ថាបនិករបស់វាមិនមានគំនិតបែបហ្នឹងឡើយពួកគេមានជំនឿលើគំនិតច្នៃប្រឌិតរបស់ពួកគេនិងដោយធ្វើតាមការសម្រេចចិត្តរបស់ពួកគេបានប្រែក្លាយពីទីផ្សារពិសេសមួយទៅជាឧស្សាហកម្មសកលតម្លៃរាប់ពាន់លានដុល្លារតែអ្នកត្រៀមខ្លួនហើយឬនៅក្នុងការបើកបង្ហាញពីប្រវត្តិមិនធម្មតារបស់ Red Bull និងរៀនមេរៀនអាជីវកម្មគួរឲ្យចាប់អារម្មណ៍មួយចំនួនអញ្ចឹងមើលបន្តទៀតឆាលីអូយូវីឌីថ្ងៃណាមួយនឹងត្រូវបានគេស្គាល់ថាជាបរិបទដែលមានបំផុតលំដាប់ទី3របស់ប្រទេសថៃប៉ុន្តែអ្នកមិនអាចទូទាយពីដំណើរជោគជ័យរបស់គាត់ដោយមើលលើការចិញ្ចឹមសត្វនេះទេពេញមួយជីវិតរបស់គាត់ឆាលីអូតែងតែមានភាពឯកោនិងកម្រផ្ដោតបទសម្ភាសន៍ណាស់ការពិតគាត់មានភាពឯកោខ្លាំងណាស់តែថ្ងៃខែឆ្នាំកំណត់ពិតប្រាកដរបស់គាត់មិនត្រូវបានគេបញ្ជាក់នោះឡើយតែគេស្គាល់អ្វីខ្លះអំពីគាត់គឺគាត់កើតនៅខេត្តប៉ាស៊ីតភាគខាងជើងប្រទេសថៃឪពុកម្ដាយរបស់គាត់ជាជនអន្តោប្រវេសន៍ចិនក្រីក្រដែលប្រកបរបរចិញ្ចឹមទានិងលក់ផ្លែឈើដើម្បីចិញ្ចឹមជីវិតដោយសារតែភាពក្រីក្ររបស់គាត់ឆាលីអូមិនមានការអប់រំជាផ្លូវការនោះទេតាំងពីគាត់នៅក្មេងគាត់តែងតែជួយឪពុកម្ដាយគាត់នៅក្នុងកសិដ្ឋានប៉ុន្តែប្រាក់ចំណូលទាបខ្លាំងណាស់ហើយចុងក្រោយគាត់ក៏សម្រេចចិត្តថាគាត់ចង់បានអ្វីលើសពីនេះសង្ឃឹមថានឹងធ្វើឲ្យជីវិតខ្លួនឯងប្រសើរជាងមុនកំឡុងឆាលីអូក៏បានបដូរទៅរស់នៅឯបាងកករាជធានីដ៏មមាញឹករបស់ប្រទេសថៃការផ្លាស់ប្ដូរនេះគឺធំធេងណាស់ប៉ុន្តែខណៈដែលកំពុងរំភើបនឹងទីក្រុងជីវិតរបស់គាត់មិនបានងាយស្រួលនោះទេជំនាញចម្បងរបស់គាត់គឺការចិញ្ចឹមទានិងលក់ផ្លែឈើហើយដែលគ្មានការអប់រំគាត់ត្រូវបង្ខំឲ្យធ្វើការងារជាច្រើនដើម្បីរកប្រាក់ចំណូលបន្ទាប់ពីឈប់ធ្វើជាអ្នកបើកឡានក្រុងនិងជាអ្នកលក់ថ្នាំពេទ្យមកគាត់មានអារម្មណ៍ថាដល់ពេលដែលគាត់ត្រូវបើកក្រុមហ៊ុនខ្លួនឯងហើយគាត់បានដាក់ឈ្មោះឲ្យថាវាជាឧស្សាហកម្មឱសថ TC មានផលិតនិងនាំចូលថ្នាំអង់ទីប៊ីយោទិកនិងគ្រឿងសម្អាងមានមនុស្សតិចតួចណាស់ដែលបានស្គាល់អនាគតក្រុមហ៊ុនភេសជ្ជៈនេះដែលថ្ងៃមួយនឹងផ្លាស់ប្ដូរជីវិតរបស់ឆាលីអូទាំងស្រុងក្រុមហ៊ុនឱសថស្ថានរបស់ឆាលីអូដំណើរការទៅបានយ៉ាងល្អហើយប្រភពចំណូលថ្មីបានធ្វើឲ្យគាត់បង្កើតបានភាពច្នៃប្រឌិតកាន់តែច្រើនឡើងនៅកាលនោះភេសជ្ជៈបើកម្លាំងគឺជារបស់ដែលមនុស្សមិនចាំបាច់ត្រូវតែផឹកនោះទេគឺផឹកដើម្បីការសប្បាយភាគច្រើនគឺមិនសូវឆ្ងាញ់នោះទេពួកវាមានរសជាតិឱសថប្លែកៗសូម្បីតែលីប៉ូវេទីនដែលជាអ្នកនាំមុខទីផ្សារក៏ប្រឈមមុខនឹងបញ្ហាដូចគ្នានេះដែរឃើញឱកាសអាជីវកម្មល្អឆាលីអូក៏បានសម្រេចចិត្តធ្វើរឿងមួយគាត់បានចាប់ផ្ដើមលេខបញ្ចូលគ្នាហើយថ្ងៃមួយក្នុងឆ្នាំ1976គាត់បានបង្កើតទឹកស៊ីរ៉ូលេថ្នាំដ៏គួរឲ្យចាប់អារម្មណ៍មួយ Krathindeng មានន័យថា Redger ឬ Red Bull ដូច្នេះខ្ញុំទាយថាលោកអ្នកដឹងរួចទៅហើយថាសាច់រឿងនេះវាយ៉ាងម៉េចកាលនោះឆាលីអូមិនបានដឹងថាភេសជ្ជៈរបស់គាត់ធំប៉ុណ្ណានោះទេហើយអាចនិយាយបានថាអ្នកចំណេញខ្លះក៏ធ្វើមិនបានដែរលោកអ្នកដឹងហើយថាពីដំបូងភេសជ្ជៈរបស់គាត់មិនសូវជាជោគជ័យនោះទេពីដំបូងមានលក់តែនៅក្នុងឱសថស្ថានប៉ុណ្ណោះហើយជំនួសឲ្យការផ្ដោតទៅលើអ្នកអភិជននៅបាងកកភេសជ្ជៈនេះត្រូវបានផ្សព្វផ្សាយជាភេសជ្ជៈសម្រាប់កម្មករថៃនៅតាមជនបទដែលត្រូវការប្រើកម្លាំងនៅពេលដែលសេដ្ឋកិច្ចថៃក្លាយជាឧស្សាហកម្មទោះជាយ៉ាងណាក្រាធីងដេញទទួលបានប្រជាប្រិយភាពបន្តិចម្ដងមនុស្សកាន់តែច្រើនបានចាប់ផ្ដើមយល់ឃើញថាមានវិធីរកប្រាក់ចំណូលបានច្រើនជាងការធ្វើកសិកម្មហើយចំនួនអ្នកបើកឡានដឹកទំនិញតាក់ស៊ីនិងកម្មកររោងចក្រនិងកម្មករសំណង់កាន់ឡើងយ៉ាងសម្បើមឆាលីអូតែងតែលើកភេសជ្ជៈរបស់គាត់ជាសារធាតុរំញោចដែលធ្វើឲ្យល្បឿននៃស៊ូទ្រាំនិងការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើងហើយនោះជាអ្វីដែលកម្មករធ្វើការនៅហត់ពេញមួយថ្ងៃនិងអ្នកបើកឡានដឹកទំនិញត្រូវការឋានៈកម្មករចូលចិត្តភេសជ្ជៈនេះណាស់ហ
ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រាធីងដេញបានក្លាយជាភេសជ្ជៈបើកម្លាំងដែលលក់ដាច់ជាងគេនៅក្នុងប្រទេសបើតាមកូនប្រុសច្បាស់ទី2របស់ឆាលីអូសារ៉ាវុធក្រាធីងដេញញែកខ្លួនចេញពីដៃគូប្រកួតប្រជែងរបស់ខ្លួនដោយកំណត់គោលដៅកម្មករកអាខៀវនៅខាងក្រៅទីក្រុងបាងកកឪពុករបស់ខ្ញុំសង្កត់ធ្ងន់លើការកសាង brand យុទ្ធសាស្ត្រទីផ្សារមកដល់ពេលនេះនៅមិនទាន់បានប្រើទេគាត់ជំរុញទីផ្សារនៅតាមខេត្តជាមុននិងប្រកាន់គោលចំហដោយការចែកចាយគំរូដែលឥតគិតថ្លៃដល់អ្នកបើកបរឡានដឹកទំនិញថ្នាក់កម្មកររបស់ក្រាធីងដេងបានជំរុញបន្ថែមទៀតដោយការឧបត្ថម្ភកម្មវិធីប្រដាល់ថៃដែលដាក់បង្ហាញ logo គោក្រហម2នៅក្នុងព្រឹត្តិការណ៍ទាំងនេះឆាលីអូបានអះអាងថានឹងបង្កើតទំនាក់ទំនងយូរអង្វែងរវាងភេសជ្ជៈរបស់លោកនិងកីឡាដែលជាទីស្រឡាញ់របស់ប្រទេសថៃហើយពិតណាស់ logo របស់ខ្លួនឯងត្រូវបានគិតគូរយ៉ាងល្អក៏ឈ្មោះពីក្បាលតំណាងឲ្យកម្លាំងពណ៌ក្រហមតំណាងឲ្យការតស៊ូហើយព្រះអាទិត្យនៅផ្ទៃខាងក្រោយតំណាងឲ្យថាមពលប៉ុន្តែតើ logo ល្អស្អាតនិងការឧបត្ថម្ភទម្រង់ខ្ពស់នេះគ្រប់គ្រាន់ដែរទេក្រាធីងដេងគឺជាជោគជ័យមួយហើយនៅក្នុងឆ្នាំ1980ឆាលីអូចាប់ផ្ដើមលក់ភេសជ្ជៈដែលគាត់ស្រឡាញ់ជាអន្តរជាតិដំបូងគឺនៅសិង្ហបុរីហើយបន្ទាប់មកគឺហុងកុងតែមិនយូរប៉ុន្មានការពង្រីកកាន់តែច្រើនទៅលើពីអ្វីដែលឆាលីអូស្រមៃចង់បានក្នុងពេលកំពុងការធ្វើទស្សនកិច្ចអាជីវកម្មនៅឆ្នាំ1982អ្នកលក់ជនជាតិអូទ្រីសម្នាក់ឈ្មោះថា Dietrich Mateschitz បានទៅជួយភេសជ្ជៈបើកម្លាំងដែលឲ្យឈ្មោះថា Krating Deng នោះ Dietrich មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយភេសជ្ជៈចេតឡាក៏ត្រូវបានលុបបំបាត់ហើយគាត់ក៏បានចាប់អារម្មណ៍ភ្លាមDietrich កើតនៅថ្ងៃទី20ខែឧសភាឆ្នាំ1944នៅក្នុងភូមិតូចមួយរបស់អូទ្រីដែលមានឈ្មោះថា Sante Marin ការដែលក្រាធីងដេងប៉ះមាត់គាត់ជាលើកដំបូងគាត់មានអាជីពដែលមានផ្លាប់ការរួចទៅហើយជានាយកប្រតិបត្តិផ្នែកលក់នឹងទីផ្សារគាត់ធ្វើការធំឲ្យក្រុមហ៊ុនសាប៊ូកក់សក់និងថ្នាំដុសធ្មេញមិនមែនក្រុមហ៊ុនផលិតភេសជ្ជៈបើកម្លាំងទេDietrich ធ្វើដំណើរឆ្ងាយហើយជាញឹកញាប់គឺដើម្បីការងាររបស់គាត់ប៉ុន្តែគាត់កាន់តែធុញទ្រាន់នឹងវាហើយក៏រីករាយនឹងដំណើរកម្សាន្តទៅប្រទេសថៃហើយឧស្សាហ៍ទៅគឺជា Krating Deng ប៉ុន្តែរហូតដល់ក្រោយមកគាត់ក៏ទៅលេងហុងកុងទើបគាត់ចាប់ផ្ដើមធ្វើអ្វីម្យ៉ាងកំឡុងពេលគាត់ស្នាក់នៅហុងកុង Dietrich បានមានអត្ថបទព័ត៌មានមួយដែលបញ្ជាក់ថា Lee Povatin គឺជាអ្នកបង់ពន្ធដ៏ធំបំផុតរបស់ប្រទេសជប៉ុនតែកសលទីផ្សារដែលគាត់មាន Dietrich យល់ភ្លាមថានេះជាអាជីវកម្មមួយដែលគាត់មិនអាចរំលងបានលើថាភេសជ្ជៈបើកម្លាំងទាំងនេះជោគជ័យប៉ុណ្ណានៅអាស៊ីគឺជាចំណេះរបត់មួយសម្រាប់គាត់មិនមានរឿងបែបនេះនៅភាគខាងលិចទេហើយគាត់បានស្រមៃរួចទៅហើយនៅភាពជោគជ័យដ៏ធំធេងដែលគាត់នឹងទទួលបានដោយការនាំយកភេសជ្ជៈជាសកលមិនអាចឲ្យខ្ជះខ្ជាយពេលវេលាភ្លាមគាត់ក៏បានលាលែងពីការងារនិងតាមដានឆាលីអូពីដំបូងឆាលីអូរៀងស្ទាក់ស្ទើរបន្តិចប៉ុន្តែ Dietrich អាចបញ្ចុះបញ្ចូលគាត់បានយ៉ាងឆាប់រហ័សពួកគេម្នាក់វិនិយោគ$50,000ហើយក្នុងឆ្នាំ1984 Red Bull ក៏ត្រូវបានគេរកឃើញការច្នៃប្រឌិតតែងតែជួបប្រទះនឹងការតស៊ូហើយលើកនេះក៏មិនខុសគ្នាដែរនៅពេលរៀបចំការបង្ហាញ Red Bull ផែនការរបស់អ្នកទាំងពីរមិនទទួលបានលទ្ធផលល្អទេក្រុមពិសោធន៍បាននិយាយថាភេសជ្ជៈមានរសជាតិគួរឲ្យខ្ពើមហើយថាវាធ្វើឲ្យមានក្លិនស្អុយនៅក្នុងមាត់ហើយលទ្ធផលនៃការស្រាវជ្រាវទីផ្សារក៏មិនមានការលើកទឹកចិត្តដែរ Red Bull នឹងបរាជ័យពួកគេនិយាយថាភេសជ្ជៈមិនល្អចំពោះសុខភាពទេហើយទាំង logo និង brand ក៏មិនតាក់ទាញដែរបេសកកម្មត្រូវបានលុបចោលខណៈដែលសម្លេងរិះគន់កាន់តែកើនឡើងធ្វើឲ្យមនុស្សជាច្រើនបោះបង់ Dietrich សម្រាប់ចិត្តស្ដាប់តាមសភាវគតិរបស់គាត់ជឿថាគាត់បានធ្វើរឿងល្អហើយគាត់នៅតែបន្តដេញតាមចក្ខុវិស័យរបស់គាត់ប៉ុន្តែនៅមានរឿងជាច្រើនទៀតមុននឹងណែនាំ Red Bull ទៅកាន់ទីផ្សារអូទ្រី3ឆ្នាំបន្ទាប់ត្រូវបានចំណាយដើម្បីសម្រាប់សម្រួលភេសជ្ជៈឲ្យត្រូវមាត់លោកខាងលិចនិងកែលម្អយុទ្ធសាស្ត្រទីផ្សាររបស់ brand Dietrich ចង់បន្ថែមកាបូនឌីអុកស៊ីតទៅក្នុងភេសជ្ជៈហើយធ្វើឲ្យវាមើលទៅកាន់តែពិសេសគាត់ថែមទាំងបានបដូរការវេចខ្ចប់ជាកំប៉ុងពណ៌ប្រាក់រាងស្ដើងវិញផងដែរបន្ទាប់ពីកែលម្អរូបមន្តហើយទីបំផុត Red Bull ត្រូវបានចេញនៅឆ្នាំ1987ហើយនៅឆ្នាំ1988ពួកគេលក់បាន 1.2 លានកេសរួចទៅហើយភេសជ្ជៈនេះត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាភេសជ្ជៈបើកម្លាំងដំបូងគេដែលឈ្នះលើអ្នកប្រើប្រាស់តាំងពីខាងកើតដល់លិចភេសជ្ជៈនេះផ្ដល់ថាមពលដល់បុគ្គលិកការិយាល័យដែលងងុយដេកនិងសិស្សនិស្សិតដែលត្រៀមប្រឡងហើយភាពជោគជ័យរបស់ Red Bull បានប្រែក្លាយទាំង Chalio និង Dietrich ទៅជាមហាសេដ្ឋីពាន់លាន
នេះបង្ហាញថាការធ្វើតាមវិចារណញ្ញាណរបស់អ្នកជារឿយៗជាកំណត់ល្អដែលសំខាន់ដោយទិន្នន័យពិតនិងការសិក្សាបឋមប្រសិនបើអារម្មណ៍របស់អ្នកមានអ្វីដែលត្រូវប្រាប់អ្នកវាជារឿងល្អក្នុងការយកចិត្តទុកដាក់ទាំងដែលអ្នកប្រើប្រាស់ទាំងអស់ក៏ស្ដាប់តាមចិត្តរបស់ពួកគេពេលធ្វើការសម្រេចចិត្តទិញផងដែរពេលនេះនៅតែមានសំណួរជាច្រើនថាតើអ្នកទាំងពីរគ្រប់គ្រងភាពទាក់ទាញភេសជ្ជៈរបស់ពួកគេបានដោយរបៀបណាភាគច្រើននៃភាពជោគជ័យរបស់ Red Bull អាចត្រូវបានតាមដានទៅនឹងយុទ្ធសាស្ត្រទីផ្សារច្នៃប្រឌិតរបស់ពួកគេយល់ថាប្រភេទផលិតផលថ្មីទាមទារវិធីសាស្ត្រថ្មីទាំងស្រុងចំពោះទីផ្សារនិងការផ្សាយពាណិជ្ជកម្មនោះជាពេលដែល Dietrich សម្រេចចិត្តធ្វើតាមយុទ្ធសាស្ត្រមួយរបស់ Chaleo ដោយលាយបញ្ចូលគ្នានៅអាជីវកម្មជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់ Dietrich ចូលចិត្តកីឡាខ្លាំងណាស់ហើយនៅពេលនោះអ្នកឧបត្ថម្ភសាជីវកម្មធំៗតិចតួចណាស់ដែលកំណត់គោលដៅព្រឹត្តិការណ៍ទាំងនោះឲ្យក្លាយជាអ្នកផ្សព្វផ្សាយឈានមុខគេនិងជាកំណត់ដែលល្អពិតប្រាកដចាប់ពីពេលនោះមកកីឡាបានក្លាយជាការផ្ដោតអារម្មណ៍ថ្មីរបស់ Red Bull ជាពិសេសអ្នកដែលអាចបូមឈាមបានរឿងនេះមានហេតុផលច្រើនណាស់វាធ្វើឲ្យ brand មានភាពលេចធ្លោហើយក៏មានន័យថាពួកគេមិនចាំបាច់ដាក់ទុនរាប់ពាន់ដុល្លារក្នុងការប្រកួតប្រជែងសម្រាប់ការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗនោះដែរប៉ុន្តែសំខាន់បំផុតគឺការចាប់យកកីឡាគ្រោះថ្នាក់ពួកគេបានឲ្យសញ្ញាថា Red Bull មិនត្រឹមតែជាភេសជ្ជៈបើកម្លាំងប៉ុណ្ណោះទេវាគឺជាស្ទាយជីវិតនិងភាពស្រស់ស្អាតចាប់តាំងពីពេលនោះមកគោទាំងពីរក្បាលនេះមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើនហើយបន្តិចម្ដង Red Bull បានក្លាយជាពាក្យដែលមានន័យដូចនឹងពាក្យគួរឲ្យចាប់អារម្មណ៍ដូចជាកម្លាំងនិងការផ្សងព្រេងសរុបមកអ្វីដែលអស្ចារ្យចាប់ពី Formula 1 ដល់បាល់ទាត់រហូតដល់ជិះស្គីលើទឹកកកនិងជិះកង់ឡើងភ្នំជាដើមអ្នកប្រកាសជាបានឃើញ Red Bull នៅទីនោះគ្រាន់តែគិតដល់ការយកចិត្តទុកដាក់នៃការលើរបស់ Felix Baumgartner ជាឧទាហរណ៍ឬការប្រកួតប្រជែង Red Bull ដ៏ល្បីល្បាញរបស់ពួកគេការប្រកួតប្រជែងនោះត្រូវបានដាក់ឈ្មោះតាមពាក្យរបស់អាល្លឺម៉ង់គឺថ្ងៃហោះហើរហើយពួកគេប្រកួតដោយឲ្យមនុស្សបង្កើតម៉ាស៊ីនហោះហើរដែលដើរដោយថាមពលមនុស្សផ្ទាល់រឿងនេះផ្ដល់នូវពាក្យស្លោកមួយឲ្យពួកគេ Red Bull ផ្ដល់ស្លាប់ឲ្យអ្នកអត្ថន័យថ្មីគឺរៀបចំព្រឹត្តិការណ៍ទាំងនេះឲ្យសប្បាយ Red Bull ចូលរួមជាមួយអតិថិជនតាមរបៀបស៊ីជម្រៅនិងបន្តផ្ដោតលើការលក់អារម្មណ៍ជំនួសឲ្យផលិតផលដោយពួកគេបានចងជាកំណត់គោលដៅរបស់ពួកគេនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមបច្ចេកទេសទីផ្សារប្រកបដោយភាពច្នៃប្រឌិតរបស់ brand នេះគឺមានតែមួយគត់ប៉ុន្តែភាពក្លាហានរបស់ពួកគេក៏ទទួលបានការតបស្នងនិងបានប្រែក្លាយស្ថាបនិកទាំងពីរទៅជាមហាសេដ្ឋីពាន់លាននៅពេលដែល Chaleo ទទួលមរណភាពនៅឆ្នាំ2012ដែលគាត់គឺជាអ្នកមានបំផុតទី3របស់ប្រទេសថៃដែលមានទ្រព្យសម្បត្តិប៉ាន់ស្មាន$5 ប៊ីលានDietrich ឯណោះវិញបច្ចុប្បន្នគឺជាអ្នកមានបំផុតក្នុងប្រទេសអូទ្រីសដែលមានទ្រព្យសម្បត្តិប្រមាណជា$13.4 ប៊ីលានមិនអន់ទេក្រោយពីការស្លាប់របស់ Chaleo Red Bull នៅតែបន្តធ្វើបានយ៉ាងល្អប៉ុន្តែទោះបីបណ្ដឹងនៅឆ្នាំ2014ក៏មិនអាចបញ្ឈប់ភាពជោគជ័យរបស់ brand នេះបានដែររហូតមកទល់ពេលនេះ Red Bull តែងនិយាយថាមួយកំប៉ុងរបស់វាមានផ្ទុកជាតិកាហ្វេអ៊ីនប្រហែលកាហ្វេមួយកែវហើយអស់ជាច្រើនឆ្នាំមកហើយគ្មានអ្នកណាស៊ើបអង្កេតពីការអះអាងនេះទេប៉ុន្តែនៅពេលដែលបរិសុជនជាតិអាមេរិកម្នាក់ដាក់ឈ្មោះ Benjamin Carter បានដឹងថារឿងនេះគឺជារឿងកុហកគាត់មិនសប្បាយចិត្តគាត់គិតថាពាក្យស្លោករបស់ Red Bull គឺមិនស្មោះត្រង់ហើយគាត់គិតថាមានមូលហេតុក្នុងការប្តឹងហើយចៅក្រមក៏សម្រេចតាមចិត្តរបស់គាត់ហើយ Red Bull ត្រូវបានផ្ដល់សំណងដល់អតិថិជនអាមេរិកទាំងអស់ដែលបានទិញភេសជ្ជៈនៅចន្លោះឆ្នាំ2002ដល់2014មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបានផ្លាស់ប្ដូរពាក្យស្លោករបស់ពួកគេដោយបន្ថែមអក្សរ IP នៅក្នុងពាក្យស្លាកបច្ចុប្បន្ន Red Bull គឺជាភេសជ្ជៈបើកម្លាំងដែលលក់ដាច់បំផុតនៅក្នុងពិភពលោក Dietrich នៅតែកាន់កាប់ 49% នៃក្រុមហ៊ុនខណៈដែល 49% ផ្សេងទៀតត្រូវបានចែកចាយទៅសមាជិក11នាក់ផ្សេងទៀតនៃគ្រួសាររបស់ Chaleo 2% ចុងក្រោយនៅតែជារបស់កូនប្រុសច្បងរបស់ Chaleo Chalemហេតុផលមួយក្នុងចំណោមហេតុផលដែល Red Bull នៅតែបន្តធ្វើបានល្អមកដល់សប្តាហ៍ថ្ងៃនេះដោយសារតែម៉ាកនេះដឹងពីរបៀបស្វែងរកសេះឈ្នះប៉ុន្មានឆ្នាំមកនេះពួកគេបានធ្លាក់ចុះទ្វេដងលើបច្ចេកទេសទីផ្សាររកប្រាក់ចំណេញរបស់ពួកគេហើយពួកគេបានឧបត្ថម្ភនិងបង្កើតព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះពួកគេនៅតែបន្តទទួលបានរង្វាន់នៃទេពកោសល្យច្នៃប្រឌិតរបស់ពួកគេនេះគឺជាសាច់រឿងរបស់ Red Bull ខណៈដែលជាអកុសលគាត់បានស្លាប់បាត់ទៅហើយChaleo បានបង្កើតនៅអ្វីដែលសហគ្រិនជាច្រើនស្រមៃចង់បាន brand ជាសកលមហាសេដ្ឋីថៃឯការូបនេះបានបង្កើតទ្រព្យសម្បត្តិជាច្រើនជាមួយនឹងភេសជ្ជៈបើកម្លាំងពិសេសរបស់គាត់ហើយមកដល់សប្តាហ៍ថ្ងៃនេះមនុស្សនៅជុំវិញពិភពលោកផឹកវាជារៀងរាល់ថ្ងៃអស់រយៈពេលជាង4ទសវត្សរ៍
Red Bull បាននឹងកំពុងឈរនៅលំដាប់សំខាន់នៅក្នុងផ្នែកទីផ្សារនិងស្លាកយីហោហើយក្រុមហ៊ុនបានក្លាយជាប្លង់មេសម្រាប់ការចាប់ផ្ដើមគំនិតច្នៃប្រឌិតដែលធ្វើឲ្យមានការចាប់អារម្មណ៍យូរអង្វែងវាបានក្លាយជាទីផ្សារពិសេសមួយទៅជាឧស្សាហកម្មសកលតម្លៃរាប់ពាន់លានដុល្លារហើយនៅក្នុងដំណើរការនេះវាបានក្លាយជា brand ដ៏ល្បីបំផុតមួយរបស់ពិភពលោកតើផ្នែកណាមួយនៃសាច់រឿងដែលអ្នកយល់ឃើញគួរឲ្យកត់សម្គាល់បំផុតហើយមួយណាក្នុងចំណោមមេរៀនអាជីវកម្មទាំង4ដែលអ្នកគិតថាធ្វើឲ្យមានភាពខុសប្លែកគ្នាដ៏ធំបំផុតនៅក្នុងភាពជោគជ័យរបស់ Red Bull